បងប្អូនមកដល់ម៉ោងនេះវិនាទីនេះបើទោះជាមានកិច្ចអន្តរាគមន៍ពីលោកដូណាល់ត្រាំកិច្ចអន្តរាគមន៍ពីលោកអាន់វ៉ាអ៊ីប្រាហ៊ីមយ៉ាងណាក៏ដោយក៏ចោលឈ្លានពានសៀមនៅតែបន្តផ្លោងគ្រាប់ចូលទឹកដីកម្ពុជាដដែលអញ្ចឹងពួកចៅវាបានបញ្ជាក់ហើយថាវាមិនស្ដាប់ការអន្តរាគមន៍ណាមួយនោះទេមហិច្ឆតារបស់វាគឺវាចង់ឲ្យខ្មែរយើងបាក់ស្បាតវាមិនមែនជាលេសដែលថាវាមកឈ្លានពានយើងដោយសារតែវាបង្ក្រាប scammer ដោយក្រុមក្បត់ជាតិមួយចំនួនបានដឹកឡើងនោះទេសកម្មភាពមកដល់ពេលនេះបើសកម្មភាពនៃការបង្ក្រាប scammer គឺវាបង្ក្រាបតែតំបន់ណាដែលពាក់ព័ន្ធជាមួយនឹង scammer តែប៉ុណ្ណោះប៉ុន្តែមកដល់ម៉ោងនេះបុរាណដ្ឋានប្រាសាទតាក្របីប្រាសាទព្រះវិហារវត្តអារាមផ្ទះប្រជាជនស៊ីវិលស្លូតត្រង់ត្រូវបានវាបំផ្លាញខ្ទេចខ្ទីមន្ទីរពេទ្យសាលារៀនគ្រប់ផ្នែកទាំងអស់រហូតដល់ស្ពានណាបងប្អូនអញ្ចឹងវាល្មមគ្រប់គ្រាន់ហើយដែលខ្មែរមួយចំនួនល្មមភ្ញាក់ខ្លួនឈប់លៀបពណ៌ខ្មែរគ្នាឯងនីតិនេះគឺជានីតិដែលយើងរួបរวมគ្នានីតិដែលយើងចូលជួជាមួយគ្នានៅក្នុងការទប់ទល់សត្រូវឈ្លានពានគ្មានចំនួនណាដែលខ្មែរអាចរីកចម្រើននិងរីកទឹកដីដោយសារតែការចូលដៃចូលជើងជាមួយបរទេសនោះទេខ្ញុំសង្ឃឹមថាវីដេអូនៅខាងក្រោយខ្ញុំនេះគឺជាសារដាស់តឿនបងប្អូនខ្មែរមួយចំនួនអស់មួយជីវិតដែលនៅឃ្លាននៅឆ្ងាញ់ផលិតផលរបស់សៀមខ្ញុំសង្ឃឹមថាបងប្អូននៅពេលដែលបានឆ្លងកាត់នៅរឿងហេតុការណ៍ទាំងអស់នេះហើយពួកយើងនឹងរួមគ្នាពហិការអស់មួយជីវិតតកូនតចៅរាប់ចំនួនតទៅមិនជ្រលក់រោគមិនប៉ះពាល់មិនប្រើប្រាស់មិនសហការមិនរកស៊ីជាមួយនឹងជនជាតិចៅមួយនេះតទៅទៀតតែអ្វីដែលពួកវាកំពុងតែធ្វើភាពសាហាវយង់ខ្នងដែលវាកំពុងតែកសាងឲ្យប្រជាជនខ្មែរនៅពេលនេះខ្ញុំសង្ឃឹមថាវាគឺជាបទពិសោធន៍ដ៏ឈឺចាប់មួយដែលនឹងដាស់កូនខ្មែរគ្រប់រូបឲ្យភ្ញាក់រលឹកថាអំណះតទៅនេះយើងលែងប្រហែសអំណះតទៅនេះកូនខ្មែរគ្រប់រូបត្រូវអភិវឌ្ឍកាន់សិភៅកាន់ប៊ិចសិក្សាគ្រប់ចំណេះវិជ្ជាជាពិសេសអ្វីមួយដែលពាក់ព័ន្ធជាមួយនឹងការដែលកសាងឲ្យជាតិយើងមានភាពរឹងមាំដូចសម័យមហានគរល្មមដល់ពេលដែលធនធានខ្មែរទាំងអស់ចាប់ផ្ដើមចាប់យកគ្រប់ជំនាញផ្នែកគីមីវិទ្យារូបវិទ្យាផ្នែកផលិតអាវុធសាស្ត្រផ្នែកផលិតគីមីសាស្ត្រជីវវិទ្យាទាំងអស់នេះគឺអាចនឹងជួយឲ្យជាតិយើងរីកចម្រើនកូនខ្មែរទាំងអស់ត្រូវពង្រឹងនៅវិស័យយោធាបើទោះជាសង្គ្រាមថ្ងៃមុខអាចបញ្ចប់ក្តីប៉ុន្តែយើងនឹងរួមគ្នានៅក្នុងការកសាងឲ្យវិស័យយោធានៅកម្ពុជាមានភាពរឹងមាំដូច្នេះខ្ញុំសង្ឃឹមថាគ្រប់យ៉ាងដែលយើងបានជួបប្រទះនៅក្នុងសម័យនេះគឺជាការឆ្លោះបញ្ចាំងគឺជាការចារឹកនៅក្នុងចិត្តកូនខ្មែរទាំងអស់ថាជនជាតិមួយនេះសាសមួយនេះគឺសាហាវព្រៃផ្សៃបំផុតអ្វីដែលយើងត្រូវធ្វើនៅពេលនេះជុំគ្នាគឺកសាងប្រទេសយើងរួមគ្នាឲ្យខ្លាំងក្លាដូចសម័យមហានគរអរគុណ